ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាចូលមកដល់ដំណាក់កាលនៃការផលិតការច្រកចូលម្សៅត្រកូលចូលទៅក្នុងកំប៉ុងត្រកូលផ្ទាល់តែម្ដងតោះពុកម៉ែបងប្អូនដំបូងបំផុតនេះគឺជាកំប៉ុងត្រកូលដែលយើងត្រូវបានចូលយកមកចូលតម្រៀបនៅកន្លែងម៉ាស៊ីនវិលដែលយើងឲ្យកំប៉ុងត្រកូលហ្នឹងគឺវាចូលទៅតាមដំណាក់ដំណើររបស់វាហើយនេះគឺជាកំប៉ុងត្រកូលដែលយើងមានស្រាប់បន្ទាប់មកនៅពេលដែលកំប៉ុងត្រកូលត្រូវបានរៀបជាលំដាប់ដំណើរហើយគឺនឹងមានបុគ្គលិកគឺគាត់ចាំច្រកម្សៅត្រកូលចូលក្នុងកំប៉ុងត្រកូលហើយនេះគឺជាម្សៅត្រកូលដែលយើងត្រូវបានលាយពីផ្នែកខាងលើមកហើយនៅក្នុងម៉ាស៊ីនផ្នែកខាងលើមកហើយបន្តមកម្សៅត្រកូលនឹងហូរចូលមកខាងក្រោមនេះគឺច្រកចូលកំប៉ុងត្រកូលចូលតែម្ដងបន្ទាប់ពីម្សៅត្រកូលត្រូវបានច្រកចូលកំប៉ុងរួចហើយនឹងមានផ្នែកបុគ្គលិកបន្តទៀតគឺគាត់ចាំថ្លឹងចំនួនត្រកូលតើវាត្រូវគ្រប់នឹងស្របតាមចំណុះដែលយើងបានកំណត់ដែរទេគឺចំណុះនេះគឺ400 ក្រាមហើយយើងថា4ខាំបន្ទាប់ពីធានាបានថាវាគ្រប់នៅចំណុះរបស់ម្សៅត្រកូលហើយនឹងមានចុងក្រោយជាបំផុតចុងក្រោយគឺនឹងមានបុគ្គលិកគឺចាំគ្របគម្របនៅគម្របបាតរបស់វាដែលបាតរបស់វាគឺមាន wide delay និងឆ្លៃផលិតច្បាស់លាស់ត្រឹមត្រូវបន្ទាប់មកគឺដំណាក់កាលបន្ទាប់គឺយើងនឹងផ្លុំសាច់ម្សៅត្រកូលដើម្បីសម្អាតម្សៅត្រកូលចេញពីកំប៉ុងត្រកូលហើយចុងក្រោយជាបំផុតបងប្អូនមកតាមនេះដំណាក់កាលចុងក្រោយបំផុតគឺម្សៅត្រកូលត្រូវបានជូតសម្អាតនិងត្រូវបានវេចខ្ចប់ជាមួយនឹងស្លាកតែម logo របស់ខាងក្រុមហ៊ុន Fortify ផ្ទាល់តែម្ដង